កម្ពុជាកំពុងបន្តដំណើរដូចនេប៉ាល់ហ៊ុនសែនចប់គ្មានផ្លូវរទេពេលនេះរដ្ឋាភិបាលក្រៅស្រុកមាននិវត្តន៍កំចាត់ត្រកូលអំណាចហ៊ុនសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ចូលមកកាន់ក្មេងញូរបស់យើងខ្ញុំការយល់ឃើញមើលដឹងរបស់ប្រជាពលរដ្ឋនេប៉ាល់បានធ្វើឲ្យកម្ពុជាមានជំហានថាខ្លួននឹងคล้ายខ្លួនម្ដងទៀតសម្រាប់អាយុជីវិតជាតិសម្រាប់អនាគតកូនចៅរបស់ខ្លួននិងមរតកដូនតាដូច្នេះថ្ងៃនេះសូមលើកយកព្រឹត្តិការណ៍ផ្លាស់ប្ដូរក៏ដូចរឿងដែលកើតឡើងនៅនេប៉ាល់មិនមែនមានតែរឿងបិទបណ្ដាញសង្គមតែម្យ៉ាងទេគឺដោយសារមានបញ្ហាអំពើពុករលួយយ៉ាងខ្លាំងពីអ្នកនយោបាយតាមរបៀបគ្រួសារនិយមនិងបពុនិយមនៅក្នុងនេះប្រិមិត្តសង្គមយុតិធធវាល្អទេតែសង្គមមួយដែលអកតេគ្រប់រឿងថ្ងៃណាមួយដែលគឺខ្លួនយើងនឹងរស់នៅក្នុងពិភពផ្ដន់ទាមកពីសង្គមមនុស្សដែរនេះជាការជៀសមិនផុតកិច្ចមិនបានឡើយព្រោះកត្តានយោបាយរបស់ខ្លួនដើម្បីបំពេញមហិច្ឆតានយោបាយតកូលការប្រព្រឹត្តដោយសុចរិតទៅតាមលក្ខណៈជាចម្បងនៅក្នុងទស្សនវិជ្ជាវិជ្ជមានសម្រាប់សង្គមវាជាអំពើមួយដែលកម្ររកបានណាស់សម្រាប់របបរាជានិយមតែប្រែទៅជាកត្តាត្រកូលនិយមកម្ពុជាក៏មិនខុសពីនេប៉ាល់ដែរហ៊ុនសែនបានឈានទៅដល់កម្រិតមួយដែលប្រជាពលរដ្ឋបានប្រមាណឃើញថាត្រកូលហ៊ុននៅតែបន្តនយោបាយបែបអាត្មានិយមវានឹងកើតសន្តិនិយមផងដែរការដាក់ឡើងនៅសុក្រិតមួយដែលបានបញ្ជាក់ចេញពីក្រមអ្នកស្នេហាជាតិដែលបានធ្វើឲ្យត្រកូលនិងបពួកឃើញថាវាជិតដល់ពេលខ្លួនត្រូវរងនៅកម្មរបស់ខ្លួនហើយបន្ទាប់ពីការឆ្នន់ស្លេកដល់មនុស្សឆ្លុតត្រង់និងការពារជាតិបំពេញផលប្រយោជន៍ជាតិការប្រព្រឹត្តរបស់ហ៊ុនសែនបានคล้ายទៅជារឿងដែលកូនខ្មែរកំពុងយកគំរូតាមនិស្សិតនេប៉ាល់ដែលពួកគេបានសម្រាប់ជោគជ័យនៅវិធានការកម្ចាត់ជនពុករលួយបំផ្លាញជាតិអាយ៉ងបរទេសជាដើមការដាក់ឡើងរបស់និស្សិតនេប៉ាល់វាជាជីវភាពដ៏ស្នើមនៅក្នុងកត្តាផ្លាស់ប្ដូរអ្នកដឹកនាំចំនួនថ្មីប្រកបសច្ចភាពអធិបតេយ្យភាពបរណភាពលើកកម្ពស់ជីវភាពខ្លួនផ្ទាល់នេះគឺជាជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រជាតិដើម្បីឈានទៅរកសេរីភាពប្រជាធិបតេយ្យនិងសន្តិភាពប្រជាជននេប៉ាល់បានឈ្នះយ៉ាងខ្លាំងដើម្បីឲ្យមានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួននេះជាសារៈសំខាន់មួយសម្រាប់តំបន់និងសម្រាប់ពិភពលោកទាំងមូលប្រជាជននេប៉ាល់ធ្វើបដកម្មទម្លាក់រដ្ឋាភិបាលពុករលួយចោលប្រទេសនេប៉ាល់ប្រជាជនតវ៉ាដុតបំផ្លាញគួរឲ្យភ័យខ្លាចវិមានប្រធានាធិបតីនិងមន្ត្រីត្រូវបានដុតទស្សនវិជ្ជានៅអាកាសយានដ្ឋានអន្តរជាតិសំខាន់ក្នុងប្រទេសក្រមមន្ត្រីកំពុងប្រញាប់ប្រញាល់ចាក់ចេញពីប្រទេសនាយករដ្ឋមន្ត្រីលែលែងពីតំណែងរដ្ឋាភិបាលបានដួលរលំអំឡុងប្រទេសនេះប្រកាន់របបរាជានិយមគឺបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់នៃការរកួនដោយក្រមឧទាមម៉ៅនិយមរបបនេះហើយទីបំផុតរបបនេះដួលរលំតលបាននៅឆ្នាំ2008គឺអំឡុងពេលពួកឧទាមម៉ៅនិយមសម្រាប់ទម្លាក់តស៊ូក្នុងប្រៃដើម្បីប្រឡូកនឹងនយោបាយគណៈបករបស់ក្រុមនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងក៏បានដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ2008បកនេះបានឈ្នះឆ្នោតភ្លុកទឹកភ្លុកដីម្ដងទៀតនៅឆ្នាំ2017ម្ដងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ2008នោះហើយជារដ្ឋធម្មនុញ្ញតាក់តែងដោយអតីតឧទាមកុម្មុយនីសបានសម្រេចលាលែងដោយមានស្ដេចសោយរាជ្យហើយព្រះមហាក្សត្រនិងញាតិវង្ស Gyanendra Bill Bikram Jadhav ត្រូវបានបោះបង់ចោលដោយបានយាងចាក់ចែងពីរាជវាំងទៅជារាជធានីកាថាម៉ាន់ឌូដោយសម្ងាត់នៅទីបំផុតការម៉ាន់ម៉ាឌូលែងហៅថារាជធានីគឺទៅរដ្ឋធានីរាជានិយមនេប៉ាល់បានបដូរទៅជាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់មកទល់សពថ្ងៃនេះពួកកុម្មុយនីសបានរស់នៅក្នុងតំណែងជាមេដឹកនាំប្រទេសដោយបន្សល់ទុកឲ្យប្រវត្តិសាស្ត្រចាប់ផ្ដើមលុបដានគេដំណើរនៃរបបរាជានិយមតែបែបនេះបកកុម្មុយនីសមិនបានរស់នៅសុខស្រួលនោះច្រើនទេត្បិតមានព្រះមហាក្សត្រចិននៅពីក្រោយក៏ដោយក៏កម្លាំងប្រជាធិបតេយ្យលំអៀងប្រទេសឥណ្ឌាបានរួមគ្នាខ្លាំងក្លារុញឲ្យបកកាន់អំណាចមិនអាចដេកលងលក់ស្រួលឡើយដោយធ្វើឲ្យបកនេះមានចំនួនក្នុងបកហើយចំនួនក៏កើតចេញពីការដណ្ដើមអំណាចក្នុងបកផងនិងករណីពុករលួយក្នុងគណៈរដ្ឋមន្ត្រីផងនាយករដ្ឋមន្ត្រី KP Zama Oli ប្រជុំមុខជាខ្លាំងក្នុងបករដ្ឋមន្ត្រី7រូបដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី Buza Gamal Dahal និងអតីតនាយករដ្ឋមន្ត្រី Mahau Nepal ដែលជានាយករដ្ឋមន្ត្រីសពថ្ងៃបង្ខំឲ្យចុះចេញពីតំណែងបានវាយប្រហារធ្ងន់ធ្ងរចំពោះសមត្ថភាពនិងការខ្វះចរិតភាពនៃការដឹកនាំរបស់លោក Zama Oli បណ្ដោយឲ្យមានរឿងអាស្រូវកាន់តែច្រើនក្នុងការដឹកនាំរដ្ឋាភិបាលកាលពីខែមុនប្រជាជនរបស់ប្រទេសរាប់ម៉ឺននាក់បានចុះដើរតាមផ្លូវនៅពាសពេញរដ្ឋធានីកាថាម៉ាន់ឌូដោយរិះគន់នាយករដ្ឋមន្ត្រីរូបនេះអំពីអសមត្ថភាពនៃការប្រឆាំងអំពើពុករលួយនិងពុករលួយកើតឡើងខ្លាំងនៅពេលប្រទេសនេះ
នេះធ្លាក់ក្នុងជំងឺ Covid ប្រទេសក្រីក្រមួយនេះមានសន្និការខ្លាំងទៅរកចិនប្រជាជនប្រទេសនេះមាន30លាននាក់ពេលរត់ឆ្លង Covid ជាង 253,000 នាក់និងអ្នកស្លាប់ 1,788 នាក់អ្នកអង្កេតការណ៍កំពុងសម្លឹងមើលការបោះឆ្នោតដែលអាចនឹងធ្វើឡើងនៅថ្ងៃទី10ខែឧសភាឆ្នាំ2021ថាតើគណៈបកកាន់អំណាចដែលពោលពេញដោយអំពើពុករលួយនិងក្រុមអធិបុលចិនអាចបន្តកាន់អំណាចបន្តទៀតដែរឬទេតែបើកុម្មុយនីសនេះចាញ់ឆ្នោតពិតណាស់បកប្រឆាំងនឹងឈ្នះឆ្នោតហើយនិន្នាការនយោបាយទៅរកចិននឹងត្រូវកាត់បន្ថយប៉ុន្តែមិនរំពឹងថារបបរាជានិយមរបស់ប្រទេសភ្នំហិមាល័យមួយនេះអាចរស់ឡើងវិញនោះទេនិយាយពីពុករលួយបកពួកនិយមគឺកម្ពុជាខ្លាំងជាងនេប៉ាល់និងបង់ក្លាដេសដែលគេមិនបានដឹកនាំប្រទេសឲ្យបាត់ដីមួយចង្កូមទេតែយើងបាត់ដីបាត់កោះធនធានធម្មជាតិបឺតខ្សោះគ្មានសល់អក្រិតកម្មអនឡាញដើម្បីសុសសាយពេញពិភពលោកនិយាយពីទ្រព្យសម្បត្តិគឺមេដឹកនាំខ្មែរច្រើនជាងដៃសរសើរពលរដ្ឋខ្មែរខ្លាំងពូកែទ្រាំនឹងមេដឹកនាំចោលមីសៀតបែបនេះសូមថ្លែងអំណរគុណដល់អស់លោកប្រិយមិត្តអ្នកស្ដាប់គ្រប់ជាន់ថ្នាក់ដែលបានចូលកាន់គេហទំព័រខ្មែរញូរបស់យើងខ្ញុំសូមប្រិយមិត្តជួយបន្តលើកទឹកចិត្តតាមរយៈចុច Subscribe ចុចកណ្ដឹងនិង Like Share ផងសូមអរគុណប្រិយមិត្តអ្នកស្ដាប់យុទ្ធភូមិភាគនៃកងទ័ពវៀតណាមរាប់ម៉ឺននាក់នៅតាមតំបន់ជាប់ព្រំដែនខេត្តភាគខាងត្បូងដែលត្រូវបានគេនិយាយថាកំពុងរៀបចំសម្រាប់ការបញ្ចូលប្រទេសកម្ពុជាដោយចូលទៅកាន់ទីក្រុងភ្នំពេញក្នុងពេល2សប្តាហ៍ហើយប្រើប្រាស់តែការតំបន់យោធានៅភាគខាងត្បូងខណៈឧត្តមសេនីយ៍រូបនេះបានប្រកាសយ៉ាងក្រអឺតក្រទមកងកម្លាំងពិសេសកម្ពុជាយល់ឃើញថានេះជាឱកាសបញ្ចូលគាត់ទៅឋាននរកដើម្បីបង្ហាញការឈ្លានពានរបស់គាត់នៅទីនេះតាមរយៈបេសកកម្មព្រួញខ្មៅដែលធ្វើឡើងដោយក្រុមឃាតករនៃកងកម្លាំងពិសេសកងយុទ្ធពលខេមរភូមិន្ទហើយទាំងនេះក៏ជាខ្លឹមសារដែលទៅកាន់ប្រិយមិត្តអ្នកស្ដាប់ផងដែរអស់លោកស្រីជាទីរាប់អានក្នុងការវិវត្តដែលតកតងគ្នាប្រឈមមុខនឹងសម្ពាធដើម្បីធ្វើសម្គាល់ឬសមិទ្ធផលមួយចំនួនដូចជាការសាកល្បងដំណោះស្រាយយោធាដើម្បីវិយតម្លៃវណ្ណភាពឆ្ពោះទៅកាន់ការត្រួតត្រាពិភពលោកដើម្បីបន្តភាពជាអ្នកដឹកនាំក្នុងពិភពលោកសមាជិកនិងប្រជាជនកាន់តែអំណាចសម្រាប់អាណត្តិរបស់ពួកគេក៏ដូចជាអ្នកដឹកនាំមតិសាធារណៈឲ្យឆ្ងាយពីបញ្ហាផ្ទៃក្នុងដែលបណ្ដាលឲ្យលោកវៀនស៊ុនផុកមានការក្រអឺតក្រទមតើបញ្ហាបន្ទាប់នឹងទៅជាយ៉ាងណានោះយើងខ្ញុំនឹងបន្តតាមដាននិងផ្ដល់ជូនប្រិយមិត្តនៅព្រឹត្តិការណ៍ព័ត៌មានបន្ទាប់ព័ត៌មានខ្មែរញូសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានរាល់ព័ត៌មានរបស់យើងខ្ញុំដើម្បីកុំឲ្យខកខានព័ត៌មានបន្តទៀតសូមចុច Subscribe និងរូបកណ្ដឹងដើម្បីងាយស្រួលក្នុងការទទួលបាននូវព័ត៌មាននិងវីដេអូថ្មីៗបន្ថែមទៀតរបស់យើងខ្ញុំសូមអរគុណ